តើនៅលើផែនដីមានការពិតដ៏អស្ចារ្យអ្វីខ្លះសួស្តីក្មេងៗទាំងអស់គ្នាស្វាគមន៍មកកាន់ Kids Podcast ដែលជាកម្មវិធីសម្រាប់កុមារដែលមានភាពសប្បាយនិងចំណេះដឹងថ្មីៗនៅក្នុងពេលថ្ងៃនេះដែរយើងនឹងទៅស្វែងយល់អំពីការពិតដ៏អស្ចារ្យនៅលើផែនដីបានត្រូវជាស្ដាប់ឲ្យបានល្អហើយត្រៀមខ្លួនទៅផ្សងព្រេងជាមួយ Kids Podcast ទាំងអស់គ្នាប្រព័ន្ធព្រះអាទិត្យរបស់យើងក៏កើតឡើងប្រហែល 4.5 ពាន់លានឆ្នាំមុនពីពពកឧស្ម័ននិងធូលីដ៏ធំហិមាដែលបង្កឡើងដោយការផ្ទុះរបស់ផ្កាយដ៏ធំមួយឧស្ម័ននិងធូលីទាំងនោះបានចាប់ផ្ដើមវិលជុំវិញព្រះអាទិត្យបន្តិចម្ដងធូលីដែលនៅសល់ក៏បានប្រមូលផ្ដុំចូលគ្នាបង្កើតបានជាភពផ្សេងៗផែនដីយើងចាប់ផ្ដើមកកើតដំបូងពីបំណែកដុំថ្មដែលហ៊ុំព័ទ្ធដោយឧស្ម័នយ៉ាងក្រាស់វាមានអាយុយ៉ាងតិច 3000 លានឆ្នាំហើយក៏អាចមានចំណាស់ជាងនេះទៅទៀតតាំងពីផែនដីកកើតមកវាបានផ្លាស់ប្ដូរទ្រង់ទ្រាយនិងទំហំច្រើនដងផែនដីមានសម្បកខាងក្រៅហៅថាសម្បកផែនដីវាត្រូវបានបែងចែកជា20បំណែកធំហៅថាផ្លាកែតដែលផ្គុំជាប់គ្នាដូចជាការផ្គុំរូបពួកវាអណ្ដែតនៅលើថ្មក្តៅដែលរលាយមួយផ្នែកនៅលើសម្បកផែនដីមានដីគោកនិងមហាសមុទ្រដីគោកត្រូវបានបែងចែកជា7ផ្នែកហៅថាទ្វីបទាំង7នោះមានទ្វីបអាមេរិកខាងជើងទ្វីបអឺរ៉ុបទ្វីបអាស៊ីទ្វីបអាហ្វ្រិកទ្វីបអូសេអានីទ្វីបអង់តាក់ទិកទ្វីបអាមេរិកខាងត្បូងភ្នំគឺជាដុំថ្មធំដែលមានកម្ពស់យ៉ាងតិច600ម៉ែត្រជាធម្មតាពួកវាស្ថិតនៅជាក្រុមដែលហៅថាជួរភ្នំឬដងភ្នំពួកវាគ្របដណ្ដប់ប្រហែល 1/4 នៃផ្ទៃដីទាំងមូលជួរភ្នំខ្ពស់ជាងគេបំផុតនៅលើពិភពលោកភាគច្រើនត្រូវបានកកើតឡើងនៅពេលដែលផ្លាកែតពីររបស់ផែនដីបានប៉ះទង្គិចគ្នាដោយរុញថ្មឡើងលើបន្តិចម្ដងការកកើតភ្នំត្រូវការពេលរាប់លានឆ្នាំវានៅតែកំពុងបន្តធ្វើចលនារហូតដល់សព្វថ្ងៃនេះភ្នំគឺជាដុំថ្មធំដែលមានកម្ពស់យ៉ាងតិច600ម៉ែត្រជាធម្មតាពួកវាស្ថិតនៅជាក្រុមដែលហៅថាជួរភ្នំឬដងភ្នំពួកវាគ្របដណ្ដប់ប្រហែល 1/4 នៃផ្ទៃដីទាំងមូលជួរភ្នំខ្ពស់ជាងគេបំផុតនៅលើពិភពលោកភាគច្រើនត្រូវបានកកើតឡើងនៅពេលដែលផ្លាកែតពីររបស់ផែនដីបានប៉ះទង្គិចគ្នាដោយរុញថ្មឡើងលើបន្តិចម្ដងការកកើតភ្នំត្រូវការពេលរាប់លានឆ្នាំវានៅតែកំពុងបន្តធ្វើចលនារហូតដល់សព្វថ្ងៃនេះទន្លេចាប់ផ្ដើមពីលើភ្នំខ្ពស់ហើយហូរចុះចំណោតទៅសមុទ្រពួកវាចាប់ផ្ដើមពីប្រភពទឹកក្រោមដីឬផ្ទាំងទឹកកករលាយផ្លូវហូររបស់ទន្លេត្រូវបានបែងចែកជា3ផ្នែកផ្នែកទី1ហៅថាទន្លេផ្នែកខាងលើទឹកទន្លេហូរចុះចំណោតខ្លាំងហើយចរន្តទឹកមានល្បឿនលឿនទឹកនាំយកខ្សាច់ក្រួសនិងថ្មទៅជាមួយផ្នែកទី2ហៅថាទន្លេផ្នែកកណ្ដាលទឹកទន្លេហូរតាមជម្រាលទឹកទេតិចទឹកទន្លេហូរយឺតជាងមុនប៉ុន្តែវានៅតែបន្តសម្ពាធថ្មនិងខ្សាច់ចេញពីជ្រះផ្នែកទី3ហៅថាទន្លេផ្នែកខាងក្រោមទឹកទន្លេថយល្បឿនហើយរីកកាន់តែធំខ្សាច់និងថ្មដែលវាធ្វើបាននាំមកជាមួយក៏សឹករិចរើទៅជាភាគល្អិតតូចហៅថាដីបត់ ទ
បឹងគឺជាតំបន់ទឹកធំមួយដែលបានប្រមូលផ្ដុំនៅក្នុងជ្រលងភ្នំប្រភពទឹកបឹងអាចមកពីទឹកភ្លៀងព្រើរលេងឬទឹកក្រោមដីបឹងមានសភាពធំធេងនិងជ្រៅណាស់ឧទាហរណ៍ដូចជាបឹងទឹកសាបធំជាងគេបំផុតនៅលើពិភពលោកគឺបឹង Superior នៅសហរដ្ឋអាមេរិកនិងកាណាដាបឹងធម្មជាតិទឹកសាប Baikal មានអាយុ25លានឆ្នាំហើយមានទីតាំងស្ថិតនៅភាគខាងត្បូងតំបន់ស៊ីបេរីក្នុងប្រទេសរុស្ស៊ីបឹង Baikal មានជម្រៅ 1642 ម៉ែត្រនិងមានទឹកថ្លាបំផុតនៅលើពិភពលោកបឹងមានរាងជាអត្តច័ន្ទហើយមានផ្ទៃក្រឡា 31,722 គីឡូម៉ែត្រការ៉េដែលជាជម្រកប្រភេទរុក្ខជាតិនិងសត្វដល់ទៅ 1,700 ប្រភេទមហាសមុទ្រមានមហាសមុទ្រធំៗចំនួន4នៅលើផែនដីពួកវាភ្ជាប់ចូលគ្នាបង្កើតជាផ្ទៃទឹកដ៏ធំមួយពួកវាត្រូវបានគេហៅថាមហាសមុទ្រប៉ាស៊ីហ្វិកមហាសមុទ្រអាត្លង់ទិកមហាសមុទ្រឥណ្ឌានិងមហាសមុទ្រអាร์កទិកដល់ពេលដែលត្រូវលាគ្នាសម្រាប់ថ្ងៃនេះហើយសង្ឃឹមថាក្មេងៗទាំងអស់គ្នាបានរៀនអ្វីថ្មីៗនិងមានភាពសប្បាយរីករាយជាមួយគី podcast កុំភ្លេចតាមដានស្ដាប់វគ្គក្រោយទៀតណាព្រោះយើងនឹងនាំក្មេងៗទៅស្វែងយល់អំពីរឿងថ្មីៗនិងពិភពលោកដ៏អស្ចារ្យច្រើនទៀតជួបគ្នាវគ្គក្រោយលាហើយក្មេងៗ